ជំរាបសួរអ្នកទាំងអស់គ្នាក្រុមនាងខ្ញុំមកពីវិទ្យាល័យប្រាសាទបាឡាំងនៃថ្នាក់ទី 12B បានចុះទៅសិក្សាស្រាវជ្រាវនៅឱសថបុរាណខ្មែរ5យ៉ាងដូចជានេះជាសកម្មភាពក្រុមនាងខ្ញុំធ្វើដំណើរទៅកាប់ដើមត្បែងនិងវល្លិអុសនៅក្នុងព្រៃក្រុមនាងខ្ញុំបានមកដល់កន្លែងកាប់វល្លិអុសនេះគឺជាវល្លិអុសនេះគឺជាសកម្មភាពក្រុមនាងខ្ញុំកាប់វល្លិអុសបន្ទាប់ពីកាប់វល្លិអុសបានហើយក្រុមនាងខ្ញុំបានធ្វើដំណើរចេញទៅកាប់ដើមត្បែងនេះគឺជាសកម្មភាពក្រុមនាងខ្ញុំកាប់ដើមត្បែងបន្ទាប់ពីកាប់ដើមត្បែងបានហើយយើងលើកវាពាក់ទៅខាងលើដើម្បីសម្រក់យកទឹកវានេះជាសកម្មភាពក្រុមនាងខ្ញុំសម្រក់យកទឹកត្បែងនេះជាសកម្មភាពក្រុមនាងខ្ញុំធ្វើដំណើរមកវិញដើម្បីកាប់ដើមត្របែកនេះជាសកម្មភាពក្រុមនាងខ្ញុំកាប់ដើមត្របែកដើម្បីស្ទុះយកសម្បកវាបន្ទាប់ពីយើងស្ទុះសម្បកត្របែកបានហើយក្រុមនាងខ្ញុំបានទៅបេះស្លឹកប្រមាត់ខ្លាឃ្មុំបន្ទាប់មកទៀតយើងដើរទៅស្ទុះសម្បកកម្ដងនេះជាសកម្មភាពក្រុមនាងខ្ញុំស្ទុះសម្បកកបន្ទាប់មកទៀតក្រុមនាងខ្ញុំបានទៅបកស្រាយនៅឱសថបុរាណខ្មែរទាំងអស់នេះគឺជាទឹកត្បែងបន្ទាប់ពីយើងមកពីកាប់នៅក្នុងព្រៃរួចទឹកត្បែងហ្នឹងវាមានសារៈប្រយោជន៍ដូចជាពេលយើងក្អកទៅពេលយើងផឹកវានឹងបាត់ក្អកចំណែកនេះវិញគឺជាវល្លិអុសពេលយើងខ្លោះក្រិចក៏ដៃក៏ជើងអីចឹងទៅយើងយកវាទៅរុំដើម្បីបំបត្តិការឈឺចាប់ហើយនិងបំបត្តិការឆ្លោះក្រិចហើយនេះគឺជាដើមកយយើងសក់វាហើយយើងយកវាទៅដាំឬមួយក៏អាំងហើយរួចយើងយកវាទៅដាំទឹកផឹកដើម្បីឲ្យត្រជាក់ខ្លួននេះគឺជាដើមត្បែងបន្ទាប់ពីយើងស្ទុះហើយយើងយកវាទៅអាំងកម្លោចដើម្បីយកទៅដាំទឹកផឹកបំបត្តិឈឺពោះនិងរាគរូសចំណែករីឯនេះវិញគឺជាស្រូវប្រមាត់ខ្លាឃ្មុំស្រូវប្រមាត់ខ្លាឃ្មុំនេះបំបត្តិរោគកាពះជាដើមហើយនឹងឡើងឈាមផ្សេងទៀតហើយយើងយកវាទៅស្ងោរផឹកឬមួយក៏ទៅច្រោះផឹកជាដើមចាសសូមអរគុណចំពោះការទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយក៏សូមអធិស្ឋានចំពោះកំហុសខុសឆ្គងរបស់ក្រុមរបស់នាងខ្ញុំហើយចំពោះថ្នាំខ្មែរនេះគឺមិនអាចព្យាបាលជំងឺរបស់យើងបាន 100% នោះទេវាគ្រាន់តែជាទំនៀមទម្លាប់របស់ប្រពៃណីទៅតាមតំបន់ភូមិរបស់នាងខ្ញុំហើយក៏សូមចំពោះជំងឺខ្លះយើងអាចទៅរកនៅថ្នាំពេទ្យបាន